បាទបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំតាមដាននៅវីដេអូមុនហើយនឹងផ្ដល់ឲ្យព័ត៌មានដល់បងប្អូនបន្តិចអំពីការប្រើថ្នាំស្ទួនគ្នាឬក៏គៀកគ្នាពេកជាមួយនឹងរូបមន្តជន់គ្នាក្នុងពេលតែមួយហើយតើនឹងមានអ្វីកាត់ឡើងហើយស្រូវនៅក្នុងគណៈដែលបងប្អូនមើលនេះស្រូវនេះគឺការប្រើប្រាស់ថ្នាំជីបំពន់ហ្នឹងគឺពន្យាពេលខ្ពស់ណាស់រហូតដល់10ថ្ងៃជាងហើយបាទទើបតែចាប់ផ្ដើមរៀបចំមានន័យថាតាំងពីចេញផ្កាមួយបាញ់ហើយរហូតដល់ស្រូវដាក់ទឹកដោះបែបនេះហើយទើបយើងចាប់ផ្ដើមរៀបចំជីថ្នាំដើម្បីបំពេញតើតើនឹងគ្រាប់មើលការដាក់ទឹកដោះនេះបានខ្លះហើយបាទហើយតើតើនឹងក្នុងការជំងឺអីផ្សេងហ្នឹងបាទហើយយើងចាប់ផ្ដើមរៀបចំប្រហែលជាល្ងាចនេះឬក៏ស្អែកជាដើមបានហើយចឹងបងប្អូនមើលបាទហើយយើងងាកមករឿងរ៉ាវដែលកសិករម្នាក់ទៀតគាត់បាញ់ជីបាញ់ថ្នាំដែលស្ទួនគ្នាខ្លាំងបាទដោយសារតែរឿងនៅក្នុងស្រែចម្ការបងប្អូនម្នាក់អាចថានឹងមានភាពខុសគ្នាប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ខ្ញុំចង់ចែករំលែកឲ្យបងប្អូនបានការយល់ដឹងជាបទពិសោធន៍ពីខ្ញុំទៅហ្នឹងគឺมันគប់បីធ្វើយ៉ាងហ្នឹងទេកាលណាធ្វើយ៉ាងហ្នឹងឧទាហរណ៍ថា3 4ថ្ងៃ5ថ្ងៃបាញ់ម្ដងដោយសារតែឃើញសភាពការมันថមថយបែបនេះគឺវាជារឿងគ្រោះថ្នាក់មួយហើយកាន់តែគ្រោះថ្នាក់ទៀតដែលខ្ញុំបានបង្ហាញគឺថ្នាំធាតុសកម្មហ្នឹងវាជន់គ្នាមានថាឧទាហរណ៍តែយើងដាក់អាបាមេទីនហើយប្រភេទកញ្ចប់ម្សៅយើងដាក់អាបាមេទីនប្រភេទដបទៅទៀតមានន័យថាវាជាធាតុសកម្មដដែលចឹងទៅឧទាហរណ៍ហ្នឹងមួយទី2ថ្នាំជំងឺដូចគ្នាដែរពូ Tricyclazole ប្រភេទម្សៅហើយយើងដាក់ Tricyclazole នៅក្នុងដបផ្សេងមួយទៀតមានន័យថាការផ្សំបញ្ចូលនោះកាលណាយើងដាក់បែបហ្នឹងទៀតគឺវាមានភាពធន់សាំហើយមិនងាយគ្រប់គ្រងជំងឺបានល្អទេប៉ុន្តែយើងងាកមកបញ្ហាហ្នឹងទាំងស្រុងនេះគឺស្រូវដែលបងប្អូនទន្ទឹងរង់ចាំហើយនេះមានភាពល្អប្រសើរមកវិញដោយសារគាត់បាញ់3 ដងមកហើយបាទអញ្ចឹងប្រឹងប្រែងមែនតើអញ្ចឹងមានន័យថាយើងចាយលុយខ្ពស់ជាងធម្មតាប៉ុន្តែអ្វីដែលសរសើរគឺអាចស្រោចស្រង់បានមិនវាអត់ខូចទេប៉ុន្តែគឺវាអត់ល្អបើដូចបងប្អូនមើលដើមវីដេអូដែលស្រែដែលគេ10ថ្ងៃជាងហើយគេទៅបាញ់ម្ដងហើយលើកទី2ហ្នឹងគឺកំពុងតែរៀបចំខណៈដែលយើងបាញ់3 ដងនៅពេលវេលាដូចគ្នាបែបនេះអញ្ចឹងខណៈដែលយើងបាញ់3 ដងតើយើងអស់លុយស្មើនឹងគេឬក៏យើងអស់លុយច្រើនជាងគេអញ្ចឹងគឺយើងអស់លុយច្រើនជាងគេហើយសួរតាំងចុះស្រូវខុសគ្នាត្រូវហើយស្រូវខុសគ្នាប៉ុន្តែទំនប់ជាប់គ្នាបងប្អូនបាទខាងឆ្វេងដៃបងប្អូនមើលឃើញទេសុខភាពធម្មតាអញ្ចឹងទៅហើយខាងស្ដាំអញ្ចឹងកាលនោះវាមានរុយសបងប្អូនរុយសវៃលុកខ្លាំងបាទអញ្ចឹងទៅក៏កសិករដែលគាត់បានប្រើប្រាស់គាត់បារម្ភច្រើនគាត់ដាក់យ៉ាងច្រើនគាត់បាញ់ច្រើនចឹងទៅអញ្ចឹងបញ្ហាទី1គឺយើងអស់លុយច្រើនបញ្ហាទី2បើសិនតែស្រោចស្រង់មិនបានបែបហ្នឹងទេគឺវាខូចគឺវាធ្វើឲ្យកាន់តែខាតបង់ហើយគណៈនេះគឺស្រូវក៏ទិន្នផលមិនបានខ្លាំងប្រហែលដែរវារងសម្ពាធឥទ្ធិពលថ្នាំអញ្ចឹងបងប្អូនមើលឃើញក្រហមចង់ស្លោកអាហ្នឹងគឺការពុលយ៉ាងខ្លាំងបាទប៉ុន្តែមិនមែនជាការខូចខាតទាំងស្រុងទេក្នុងនៃវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនគ្រាន់តែស្វែងយល់ថាការប្រើប្រាស់ថ្នាំស្ទួនគ្នាហ្នឹងគឺមិនជាអំណោយផលល្អដល់ការអនុវត្តទេបាទតែក៏មិនមែនមានន័យថាវាត្រូវតែខូចទាំងស្រុងដែរបាទពីព្រោះថ្នាំទាំងអស់នោះគឺដើម្បីទៅកែលម្អស្ថានភាពដែលអាក្រក់ទាំងនោះបាទប៉ុន្តែនៅពេលដែលយើងដាក់ស្ទួនគ្នាបែបហ្នឹងវាធ្វើឲ្យមានភាព server នៃការដកដង្ហើមនៃរុក្ខជាតិហើយធ្វើឲ្យខាតលុយក្នុងការបាញ់និងប្រើហ្នឹងប៉ុន្តែបងប្អូនប្រកាសជាតបមកបញ្ហាវិញថាចុះបើសិនតែស្រូវមានបញ្ហាដំណាំមានបញ្ហាបើមិនឲ្យប្រើតើយើងធ្វើអីវិញបាទមិនមែនថាមិនឲ្យប្រើទេបងប្អូនបើសិនតែបងប្អូនតបនៅក្នុងខណៈហ្នឹងវិញគឺបងប្អូនប្រើចុះបាទប៉ុន្តែសូមឲ្យដកឃ្លាយ៉ាងហោចណាស់ក៏5ថ្ងៃឡើងទៅ
ទី2គឺសូមឲ្យប្រើប្រាស់ធាតុសកម្មហ្នឹងកុំឲ្យដូចគ្នាមានន័យថាក្នុងធុងតែមួយហ្នឹងគឺដាក់ដូចគ្នាដូចខ្ញុំនិយាយខាងដើមឧទាហរណ៍ថាអាបាមេកទីនហើយអាបាមេកទីនទៀតគ្រាន់ថាវានៅលើយីហោខុសគ្នាយីហោទៅលើប្រភេទទឹកអាបាមេទីនហើយអាបាមេទីនប្រភេទម្សៅអីចឹងទៅអានេះគឺខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងហើយទី2ទៀតមកថ្នាំជំងឺដែលបងប្អូននឹងព្យាបាលហ្នឹងដែលឃើញថាវាឈឺវារងគ្រោះហ្នឹងគឺដូចគ្នាចឹងទៅឧទាហរណ៍ថាតកោ 3-cyclazole ធាតុសកម្មហ្នឹងនៅលើសបកកញ្ចប់ហើយ 3-cyclazole នៅលើដបទៀតអញ្ចឹងដល់នៅពេលដែលយើងប្រើបែបហ្នឹងគឺវាអត់ល្អចំពោះបទដ្ឋានកសិកម្មទេហើយវាងាយនឹងរងគ្រោះខូចខាតនៅដំណាំរបស់បងប្អូនអញ្ចឹងដោយសារស្រាយជាប់គ្នាអញ្ចឹងបងប្អូនមើលជាឧទាហរណ៍ស្រាប់តែម្ដងទៅបងប្អូនឃើញថានៅពេលដែលគេមិនប្រើមានថាគេមានបញ្ហារុយសដូចគ្នាដែរប៉ុន្តែដោយសារយើងដឹងចិត្តអំពីរុយសហ្នឹងថាពេលដែលយើងបាញ់ទៅវត្តមានវាមានតែវាអត់ផ្លាញតទេដោយសារតែពពុះថ្នាំ systemic ពពុះជំរាបហ្នឹងវាធ្វើការបានយូរវត្តមានសត្វល្អិតនៅដដែលប៉ុន្តែគឺវាអត់ទៅបង្កហេតុទេយើងស៊ូតាមដាន5ថ្ងៃក្រោយបាញ់ហ្នឹងតើស្រូវហ្នឹងវាវិវត្តធ្ងន់អត់អញ្ចឹងបើវាអត់ធ្ងន់ទេវានៅត្រឹងវាថយក្រោយបន្តិចបន្តួចអាហ្នឹងគឺមានន័យថាมันគួរឲ្យបារម្ភទេយើងមិនត្រូវបាញ់ភ្លាមទេហើយដូចខ្ញុំធ្លាប់បានចែករំលែកនៅវីដេអូមុនគឺរបៀបមើលស្រូវដែលជាសះស្បើយនិងមិនជាសះស្បើយក្រោយបាញ់ថ្នាំហ្នឹងគឺយើងមើលរបៀបម៉េចដើម្បីជៀសវាងការដែលយើងបាញ់ស្ទួនគ្នាបាញ់ញឹកញាប់បែបហ្នឹងបាទអញ្ចឹងมันមានអ្វីដែលជាបន្ទោសបង្អាប់ឬក៏ការធ្វើយ៉ាងណាឲ្យអអន់សពន្ធចិត្តក្នុងការស្ដាប់ឬក៏នេះទេវីដេអូគឺគោលបំណងចង់ឲ្យតែបងប្អូនស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយតាមអាចធ្វើបាននិងតាមអ្វីដែលខ្ញុំអាចយល់ដឹងចំណេះវិជ្ជាទាំងអស់ហ្នឹងមិនមែនជាអំណួតអួតអាងព្រោះខ្ញុំមិនជំនាញទេបងប្អូនខ្ញុំគ្រាន់តែមានបទពិសោធន៍ខ្លះក្នុងការដែលយើងលក់ជីថ្នាំទៅយើងតាមដានអញ្ចឹងណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបើគិតថារាល់វីដេអូមានប្រយោជន៍ក៏ជួយចែករំលែកនៅវីដេអូទាំងអស់នេះផងបាទអរគុណច្រើនជម្រាបលា